Việc sốលោកគ្រូអ្នកគ្រូក៏ដូចជាសួស្តីមិត្តអ្នកសិក្សាទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងយើងមកជួបគ្នាម្ដងទៀតហើយតេតងជាមួយនឹងការកែលំហាត់អញ្ចឹងលំហាត់មួយនេះដែរគឺជាលំហាត់ប្រភេទសិស្សប្រកែដែលធ្លាប់ចេញប្រឡងកាលពីឆ្នាំ2024ថ្នាក់ទី12នៅឯរាជធានីភ្នំពេញអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងមកមើលលំហាត់ទាំងអស់គ្នាអញ្ចឹងលំហាត់គេថាតាំង x នេះដែលវាតូចជាង y ជាចំនួនពិតវិជ្ជមានអញ្ចឹងx និង y គឺជាចំនួនពិតវិជ្ជមានបានន័យថា x ហ្នឹងគឺត្រូវដាច់ខាតគឺត្រូវតែធំជាង0ហើយ y ក៏ត្រូវតែធំជាង0ដែរហើយបំពេញលក្ខខណ្ឌឬ x បូកជាមួយនឹងឬ y ស្មើ4និងឬ x បូកជាមួយនឹង2បូកជាមួយនឹងឬ y បូក2ស្មើនឹង5អញ្ចឹងគេឲ្យគណនាតម្លៃ x តោះអញ្ចឹងកុំឲ្យខាតពេលយូរយើងមើលដំណោះស្រាយទាំងអស់គ្នាអញ្ចឹងសមិទ្ធកម្មយើងមានឬ x បូកជាមួយនឹងឬ y ស្មើនឹង4ហើយឬ x បូកជាមួយនឹង2បូកជាមួយនឹងឬ y បូក2ស្មើជាមួយនឹង5អញ្ចឹងមកដល់កន្លែងនេះខ្ញុំគិតថាខ្ញុំចង់តាំង a នេះស្មើជាមួយនឹងឬ x ដើម្បីឲ្យវាមានភាពងាយស្រួលក្នុងការដោះស្រាយចំណែក b ស្មើជាមួយនឹងឬ y អញ្ចឹងបើ a ស្មើឬ x យើងទាញបានសមីការទៅជាអញ្ចេះនេះសមីការយើងឬ x ទៅជា a ឬ y ទៅជា b ស្មើជាមួយនឹង4ដល់ពេលមកដល់កន្លែងនេះនៅពេលដែល x នេះបើយើងចង់រកតម្លៃ x យើងលើកជាការ៉េទៅយើងលើកជាការ៉េទាំងសងខាងទៅយើងឃើញថា x ហ្នឹងគឺវាស្មើជាមួយនឹង a ការ៉េអញ្ចឹងដល់ពេលវាបញ្ចូលក្នុងរឹសអញ្ចឹងកន្លែងនេះយើងបាន a ការ៉េអញ្ចឹងនេះបានរឹស a ការ៉េបូកជាមួយនឹង2បូកជាមួយនឹងរឹស b ការ៉េបូកជាមួយនឹង2គឺស្មើជាមួយនឹង5បន្តមកយើងដោះស្រាយសមីការដែលបង់សមីការ1និងបង់សមីការ2អញ្ចឹងយើងយកសមីការ1មកដោះស្រាយស្មើអញ្ចឹងតាមសមីការ1យើងមានអីគេយើងមាន a បូក b ស្មើជាមួយនឹង4អញ្ចឹងកន្លែងហ្នឹងខ្ញុំទាញ b ជាអនុគមនៃ a បន្ទាប់មកខ្ញុំដោះស្រាយវាដោយជួសចូលក្នុងសមីការទី2ដើម្បីដោះស្រាយឲ្យមានតែមួយអញ្ញត្តិគឺអញ្ញត្តិ a ហ្នឹងឯងអញ្ចឹងកន្លែងនេះខ្ញុំទាញបាន b ស្មើជាមួយនឹង4ដកជាមួយនឹង a បន្ទាប់មកខ្ញុំប្រាប់ថាជួសក្នុងសមីការ2ជួសក្នុង2អញ្ចឹងយើងទាញបានបែបនេះគឺរឹសa ការ៉េបូក2បូកជាមួយនឹងរឹស4ដក a លើជាការ៉េបានន័យថាកន្លែង b នេះគឺខ្ញុំជួសដោយ4ដក a ហើយបូកជាមួយនឹង2នេះយើងឃើញវាស្មើ5អញ្ចឹងកន្លែងនេះខ្ញុំចាប់បានពលាតអញ្ចឹងមកខ្ញុំបានរឹស a ការ៉េបូក2បូកជាមួយនឹងរឹសយើងពលាតតាមឯកលក្ខណៈភាព a ដក b លើជាការ៉េអញ្ចឹងយើងបាន a ការ៉េដក 2ab អញ្ចឹងបានថា2គុណ4គុណ a អញ្ចឹងបាន 8a បូកជាមួយនឹង a ការ៉េនេះហើយបូក2ស្មើនឹង5បន្ទាប់មកខ្ញុំបោះអានេះទៅអង្គម្ខាងទៀតខ្ញុំបានរឹសអានេះយើងស៊ីសងនៅក្នុងនោះទៅយើងឃើញ a ការ៉េដក 8a បូក18ហ្នឹងហើយស្មើជាមួយនឹង5ដកជាមួយនឹងរឹស a ការ៉េបូកឲ្យ2បន្ទាប់មកខ្ញុំមានកំណត់ថាខ្ញុំចង់លើកអង្គទាំងពីរលើជាការ៉េដើម្បីផ្ដាច់ការ៉េរបស់វាអញ្ចឹងបន្ទាប់មកខ្ញុំបានចេះរឹស a ការ៉េដក 8a នេះបូក18លើជាការ៉េបែបនេះស្មើជាមួយនឹង5ដកជាមួយនឹងរឹស a ការ៉េបូកជាមួយនឹង2នេះលើជាការ៉េដូចគ្នាអញ្ចឹងដល់ពេលមកដល់កន្លែងនេះរឹសការ៉េកន្លែងនេះគឺដាច់ទេអញ្ចឹងបាន a ការ៉េដក 8a បូក18នេះហើយបន្ទាប់មកកន្លែងនេះគឺចូលឯកលក្ខណៈភាព a ដក b លើជាការ៉េអញ្ចឹងបាន a ការ៉េដក2គុណ5 10ឬ a ការ៉េបូកជាមួយនឹង2ហើយចុងក្រោយគឺបូកជាមួយអានេះការ៉េយើងបញ្ចេញវាពីឬការ៉េទៅយើងបានបែបនេះអញ្ចឹងកន្លែងនេះយើងឃើញកន្លែងណាដែលអាចស៊ីសងបានយើងស៊ីសងនេះកន្លែងនេះគឺជា a ការ៉េអញ្ចឹង a ការ៉េនិង a ការ៉េអស់បន្តមកយើងមើលតទៅទៀត a ការ៉េនិង a ការ៉េអស់នេះលេខ25បូក2 27អញ្ចឹង27យើងបោះទៅអង្គម្ខាងទៅបាន18ដក7ហើយអញ្ចឹងបានដក 8a អញ្ចឹង27បោះទៅខាងនោះស៊ីសងvới 18ទៅយើងបានដកនឹង5 9ហ្នឹងហើយ27ដក18ឃើញ9តែដោយសារតែ27បោះទៅអង្គខាងនោះទៅ
វាចេញជាសញ្ញាអវិជ្ជមានអញ្ចឹងកាលណាយើងធ្វើផលបូកផលដកយើងប្រកាសជាឃើញបែបនេះហើយស្មើជាមួយនឹងដក10ឬ a ការ៉េបូក2អញ្ចឹងកន្លែងហ្នឹងខ្ញុំមានកំណត់ថាចង់លើកវាជាការ៉េម្ដងទៀតខ្ញុំបានដក 8a ដក 9 នេះលើជាការ៉េស្មើជាមួយនឹងដក10ឬ a ការ៉េបូកជាមួយនឹង2លើជាការ៉េបែបនេះអញ្ចឹងកន្លែងនេះដោយសារតែសញ្ញាដកអញ្ចឹងកាលណាសញ្ញាដកលើជាការ៉េគឺដឹងតែចេញមកគឺវិជ្ជមានហើយអញ្ចឹងកន្លែងនេះយើងធ្វើតាម a បូក b លើជាការ៉េមកបានចម្លើយដូចគ្នាអញ្ចឹងកន្លែងនេះយើងបាននេះគេ a ការ៉េអញ្ចឹងបាននេះ 8a លើជាការ៉េយើងបាន 64a ការ៉េបូកជាមួយនឹង 2ab បូក 2ab បានណា2គុណ8 16 16គុណ9ទៅយើងឃើញវាស្មើនឹង144ព្រោះថា16វាស្មើ4ការ៉េដល់ពេល9នេះវាស្មើ3ការ៉េដល់ពេលយើងគុណទៅវាឃើញ12ការ៉េហើយ12ការ៉េស្មើ144ហើយចុងក្រោយគឺបូកជាមួយនឹង b ការ៉េគឺ9ការ៉េគឺបូកជាមួយនឹង8 1ដល់ពេលកន្លែងនេះយើងពលាតចេញទៅបាទ10លើជាការ៉េអានេះក៏ត្រូវលើជាការ៉េដែរអញ្ចឹងកន្លែងនេះ10ការ៉េស្មើ100គុណជាមួយនឹង a ការ៉េទៅបាន100 a ការ៉េហើយដល់ពេល100គុណជាមួយនឹង2បាន200អញ្ចឹងនាទីបំផុតយើងបោះអាខាងនេះទៅខាងនេះទាំងអស់មកបោះពីខាងឆ្វេងមកខាងស្ដាំទាំងអស់ឲ្យវាស្មើ0មកខ្ញុំយកតាមសញ្ញា a ការ៉េនេះដល់សារ 100a ការ៉េធំជាង64អញ្ចឹងបើយើងបោះ 100a ទៅខាងនោះអញ្ចឹង a ការ៉េវាអវិជ្ជមានអញ្ចឹងវាបាក់គិតអញ្ចឹងយើងបោះមកខាងនេះមកដើម្បីងាយស្រួលគិតអញ្ចឹងកន្លែងនេះយើងបាន 100a ការ៉េដក 64a ហ្នឹងហើយ a ការ៉េហើយបូក 144a ចុងក្រោយគឺបូក 200ដកឲ្យ8 1ស្មើ0អញ្ចឹងដល់ពេលកន្លែងនេះយើងសង្កេតយើងកណនាទៅយើងឃើញថាអានេះវាស្មើនឹងអញ្ចឹង100ដក64វាស្មើ 36a ការ៉េបូកជាមួយនឹងអានេះមិនបូកទេដោយសារយើងបោះទៅអង្គខាគឺកន្លែងសញ្ញាដកយើងច្រឡំសញ្ញាកន្លែងហ្នឹងអញ្ចឹងដល់ពេលធ្វើលំហាត់ក៏យើងត្រូវមើលសញ្ញាដែរបាទអញ្ចឹងដល់ពេល200ដកជាមួយនឹង81បានបូកជាមួយនឹង115 4អញ្ចឹងស្មើ0នេះកន្លែងនេះអញ្ចឹងបន្ទាប់មកគឺយើងធ្វើតាម data មកអញ្ចឹងតាម data prim ស្មើជាមួយនឹង b prim ការ៉េអញ្ចឹង144ចែកជាមួយនឹង2លើជាការ៉េទៅអានឹង b prim ការ៉េហើយអញ្ចឹងបាន72ការ៉េការ៉េដកជាមួយនឹងដកជាមួយនឹង36គុណជាមួយនឹង119អញ្ចឹងចម្លើយយើងកណនាទៅយើងប្រកាសជាឃើញចម្លើយស្មើនឹង900ហើយអញ្ចឹងបន្តមកយើងដោះស្រាយរក a អញ្ចឹងទាញបាន a ស្មើជាមួយនឹងដក b prim បូកដកឬ delta prim នៅលើ a អញ្ចឹងចម្លើយយើងឃើញ2ចម្លើយ a របស់យើងអញ្ចឹង a1 ស្មើជាមួយនឹងដក b prim អញ្ចឹងដក b prim b prim របស់យើងស្មើ72ដោយសារសញ្ញាដកដូចគ្នាអញ្ចឹងយើងបានដកបាដកចេញបានបូក72បូកជាមួយនឹងឬ900អញ្ចឹងឬ900ចេញទាញបាន data prim នេះឬ data prim ស្មើនឹងឬ900បញ្ចេញមកបាន30នេះអញ្ចឹងបាន72បូក30នៅលើ36អញ្ចឹងយើងប្រកបជាឃើញ102នៅលើ36ហើយអញ្ចឹងកន្លែងហ្នឹងដោយសារយើងឃើញថាលេខវាគូដូចគ្នាយើងអាចសម្រួលបានអញ្ចឹងបើយើងសាកគិតមើលយើងសាកសម្រួលនឹង6បើយើងសម្រួលនឹង6យើងបានចេះអញ្ចឹង102សាកសម្រួលនឹង6មួយចង់ដឹងថាដាច់អត់យើងចែកទៅបាន6ដាក់បានម្ដងហ្នឹងឯងយើងដាក់បានម្ដងដកទៅយើងបាន4 42អញ្ចឹងដាក់បាន7នេះអញ្ចឹងវាស្មើនឹង17 36ចែកនឹង6បាន6នេះកន្លែងនេះអញ្ចឹងកន្លែងនេះយើងមើលតទៅទៀតនេះ a ដឺម្ដងអញ្ចឹង a ដឺស្មើជាមួយនឹង72ដក30នៅលើ36អញ្ចឹងចម្លើយយើងឃើញ42នៅលើ36យើងដឹងថា42ក៏ជាគ្រូគុណនៃ6 36ក៏ជាគ្រូគុណនៃ6អញ្ចឹងសម្រួលទៅយើងបាន7នៅលើ6តែលក្ខខណ្ឌរបស់យើងx គឺតូចជាង y បានទេ x គឺតូចជាង y អញ្ចឹងយើងបាន a1 បានថាយើងបានទាញបានឬ x នេះគឺវាស្មើជាមួយនឹង7លើ6បាទដោយសារតែក្នុងលក្ខខណ្ឌហ្នឹងគឺ x តូចជាង y អញ្ចឹងវាអាចស្មើជាមួយនឹង17លើ6បានទេអញ្ចឹង y ឬ y គឺអាចស្មើនឹង17លើ6អញ្ចឹងដល់ពេលយើងចង់ទាញរក x យើងលើកអង្គទាំងពីរជាការ៉េម្ដងទៀតទៅនេះអញ្ចឹងយើងបាន x ស្មើជាមួយនឹង7ការ៉េ49ដល់ពេល6ការ៉េ36អញ្ចឹងដល់ពេលកន្លែងនេះយើងដោះស្រាយរកឃើញតម្លៃ x ហើយអញ្ចឹងលំហាត់របស់យើងក៏បញ្ចប់ត្រឹមប៉ុណ្ណឹងអញ្ចឹងសង្ឃឹមថាគ្នាយើងនឹង
យល់ហើយបើសិនជាមានចម្ងល់កន្លែងណាអីគ្នាយើងអាចសួរបន្ថែមទាក់ទងជាមួយនឹងលំហាត់ហើយក៏សូមជូនពរគ្នាយើងប្រឡងជាប់សិស្សបកាយដែរដោយសារតែចិត្តដល់ថ្ងៃយើងប្រឡងវាហើយអញ្ចឹងលំហាត់នេះក៏មានតែប៉ុណ្ណឹងអញ្ចឹងក៏សូមអរគុណនិងសូមគោរពលា